vì ở bàn thực tế ha hỏi thơ cancer cùng rung trao tiết tại xã តោះទៅជាមួយនឹងខ្ញុំទាំងអស់គ្នាអ្នកនរគ្នាមិនបាច់សួរថាខ្ញុំទៅណាទេត្រូវអត់មកមើលខ្ញុំរៀបអីវ៉ាន់សិនហើយអីវ៉ាន់របស់ខ្ញុំក៏អត់ច្រើនដែរឥឡូវហ្នឹងអ្នកនរគ្នាកំពុងតែមើលហើយខ្ញុំបើកបាលីមួយសិនណាអ្នកនរគ្នាអញ្ចឹងតោះទៅស្រុកជាមួយនឹងខ្ញុំទាំងអស់គ្នាហើយកំពុងតែ voice over ហ្នឹងគឺខ្ញុំកំពុងតែសប្បាយចិត្តមែនតើដោយសារតែខ្ញុំចិត្តបានទៅលេងបងប្អូនខ្ញុំនៅឯស្រុកហើយអ្នកនរគ្នាក៏ដូចគ្នាដែរដល់ពេលអ្នកនរគ្នាចង់ទៅស្រុកម្ដងណាអ្នកនរគ្នាប្រកាសជាមានអារម្មណ៍នឹងដូចគ្នាដែរហើយអ្វីដែលសំខាន់ណាអ្នកនរគ្នាប្រកាសជានឹកឃើញដល់ការរៀបវ៉ាលីរៀបអីវ៉ាន់ផ្សេងសម្រាប់ខ្លួនឯងក៏ដូចជាសម្រាប់ទុកជូនបងប្អូនអ្នកនរគ្នានៅស្រុកដែរប៉ុន្តែខ្ញុំជឿជាក់ថាអ្នកនរគ្នានឹងមានរឿងអីមួយដែលអ្នកនរគ្នាភ្លេចហើយសម្រាប់ខ្ញុំវិញតតែអង្គុយរនឹកសិនមកខ្ញុំនឹកឃើញវាអត់បានទៅផ្ទះហើយធ្វើ cancel គម្រោងនឹងចោលទៀតដោយសារអីគឺផ្លិចកក់សពតឡានហ្នឹងឯងអញ្ចឹងអស់បារម្ភទៀតហើយអ្នកនរគ្នាឥឡូវនេះមកកក់សពតឡានជាមួយនឹងខ្ញុំសិនអញ្ចឹងកុំភ្លេចចូលទៅកាន់ app Red Bus អ្នកនរគ្នាជ្រើសរើសទិសដៅដែលអ្នកនរគ្នាចង់ធ្វើដំណើរទៅហើយអ្នកនរគ្នានឹងឃើញជំរើសឡានក្រុងជាច្រើនហើយឆ្លាញ់មួយណានិយាយទៅយកមួយនឹងទៅទៅទៀតអ្នកនរគ្នានឹងឃើញតម្លៃដែលគេបង្ហាញនៅលើឡានក្រុងនីមួយៗដូចខ្ញុំអញ្ចឹងខ្ញុំឆ្លាញ់ Camboling ហើយអញ្ចឹងខ្ញុំ select យក Camboling ហើយខ្ញុំនឹងជ្រើសរើសចំនួនកៅអីដែលខ្ញុំចង់បានអញ្ចឹងខ្ញុំទៅតែម្នាក់ឯងអញ្ចឹងខ្ញុំត្រូវយក solo កៅអីពេលដែលអ្នកគ្នាអាចទទួលបាននៅការបញ្ចុះតម្លៃក៏ដូចជាប្រើប្រាស់ app នេះបានណាកុំភ្លេចចូលទៅកាន់កម្មវិធីទូរស័ព្ទដៃរបស់អ្នកនរគ្នាហើយវាយពាក្យ Red Bus Cambodia ទៅអ្នកនរគ្នានឹងអាចដំឡើងនៅកម្មវិធីនោះនៅលើទូរស័ព្ទដៃរបស់ខ្លួនឯងហើយពិសេសលើនឹងទៅទៀតណាអ្នកណាដែលជាអ្នកប្រើប្រាស់ថ្មីក៏នឹងទទួលបាននៅការបញ្ចុះតម្លៃ 20% និង 30% ផងដែរនិយាយទៅចំណេញលើចំណេញតែម្ដង 2,000 years later ហើយបើយើងនិយាយពីសេវាកម្មវិញណាអ្នកនរគ្នាមើលឲ្យជាក់សម្ញាក់ចោលនិយាយទៅតតែសាកល្បងជិះខ្លួនឯងឲ្យបានម្ដងដោយសារតែខ្ញុំគឺជាអតិថិជនរបស់ Camboling ស្រាប់ហើយក៏ជឿទុកចិត្តទៅលើការកក់សំបុត្រឡានទៅតាម Red Bus ផងដែរគឺលឿនរហ័សទាន់ចិត្តណាទៅណាក៏បានឲ្យតែយើងចង់ទៅហើយអ្វីដែលសំខាន់ណាអ្នកនរគ្នានឹងសប្បាយចិត្តក្នុងការធ្វើដំណើរនៅលើផ្លូវដែលអ្នកគ្នាទៅរកទិសដៅឧទាហរណ៍ថាអ្នកគ្នាធ្វើដំណើរទៅផ្ទះអ្នកនរគ្នាក៏សប្បាយចិត្តហើយឆាប់បានទៅជួបជុំគ្រួសារដែរព្រោះការជិះឡានជាមួយនឹង Camboling ក៏ដូចជាការកក់សំបុត្រតាម Red Bus គឺពិតជាចេញដំណើរទៀងទាត់ពេលវេលាមែនតើអញ្ចឹងគឺជាចំណុចពិសេសមួយដែលអ្នកគ្នាគួរតែគិតហើយបើសិនជាអ្នកគ្នាស្រឡាញ់ការកក់សំបុត្រឡានតាមក្រុមហ៊ុនផ្សេងក៏អាចសាកល្បងដែរគឺវាជាបទពិសោធន៍ដែលអ្នកគ្នាបានធ្វើដំណើរតាមឡានក្រុងក៏ដូចជាគេហៅថា mini van ហ្នឹងទៅកាន់បណ្ដាខេត្តផ្សេងហើយដើម្បីជួយសម្រួលក៏ដូចជាចំណេញពេលវេលារបស់ខ្លួនឯង